បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផ្ទះបាយមេតាចេញចារិទ្ធីមួយទៀតហើយបាទនៅសាលាបឋមសិក្សាត្រពាំងលៀចបាទនៅខាងខេត្តស្វាយរៀងបាទបងប្អូនទាំងអស់គ្នានេះក៏មហូបដែលយើងបានធ្វើឲ្យយើងសែងទៅបាទនេះគ្រាន់តែក្បាលកសែតទេបាទនេះបងប្អូនដែលចូលរួមគិតអត់បានសម្រាប់ទេគិតក៏សម្រាប់លើឡានតម្រឹមទៅដល់ម៉ោង8 9បាទឥឡូវក៏យើងមកដល់ហើយទីតាំងសាលាបាទចាប់ផ្ដើមជិតដល់សាលាហើយក៏រៀបចំបាទតែពីយើងមកដល់ហើយយើងក៏ចាប់ផ្ដើមបើកទឹកបើកអីលាងសាច់មិនលាងអីបងប្អូនរៀបចំភ្លើងរៀបចំខ្ទះលាងអីជីមចុងផៅយើងសកម្មមែនទែនបាទហើយក៏លាងដើមផ្ទឹមរៀបចំទឹកជ្រក់ចំអីយើងបែងចែកការងារគ្នាម្នាក់ម្ដាយមួយជើងបាទបងប្អូនទាំងអស់គ្នានេះយើងមកដល់ក៏យើងឆែកស្លាប់មិនឆែកអីមើលតែវាមានជប់រូមអីអត់តែក៏ចាប់ផ្ដើមលាង2 3ទឹកនោះបាទបងប្អូនលាងឲ្យស្អាតហើយក៏មានធីមផ្សេងទៀតក៏ចាប់ផ្ដើមដាំបាយលាងកលាងអីជួយគ្នាម្ដាយមួយជើងខ្លះក៏លាងថាសលាងអីដើម្បីរៀបទុកដាក់ម្ហូបបាទបងប្អូនតែពីយើងលាងហើយយើងក៏យកស្លាប់មិនមកហាន់កង់ដើម្បីប្រឡាក់បាទបងប្រុសក៏រៀបចំចង្ហុយបាយបាទដើម្បីធ្វើបាយឆានៅខាងអុកញ៉ានិងលោកជំទាវក៏បានស្នើសុំឲ្យយើងធ្វើបាយឆាជូនក្មេងៗទៀតបាទក្មេងៗក៏ចូលចិត្តបាយឆាជាមួយស្លាប់មិនបាទបងប្អូនហើយនឹង French fry តលងពងបាទនេះមកដល់ពេលដែលម្ហូបយើងរៀបចំទៀតហើយក៏អុកញ៉ាក៏អញ្ជើញមកហើយក៏ចាប់ផ្ដើមចែកនំឲ្យក្មេងៗសិនខ្លាចកើតខ្យល់កើតហូបកលពោះបាទយើងក៏ចាប់ផ្ដើមចែកនំឲ្យកើម្នាក់2 បេដុំហើយមកបន្តមកមើលបាយឆានៅខាងក្រោយបាទនេះយើងក៏ចាប់ផ្ដើមបាយឆាហើយឆាបណ្ដើលីគ្រឿងលីអីក៏ខ្ញុំក៏ជួយគ្នាម្ដាយមួយជើងបាទដើម្បីឲ្យការងាររលូនទៅមុខបាទដើម្បីឲ្យតិននៅមកក្មេងៗក៏ហូបបាយនេះក៏បានមួយឆ្នាំងហើយបាទព្រោះបាយឆាយើងឆា4 ដងបាទនេះក៏ស្លាប់មិនបាទបាយឆា4 ដងនេះក៏យើងចង្ហុយ2 ឆ្នាំងបាទមួយឆ្នាំងយើងឆា2 ដងបាទនេះឥឡូវក៏បានហើយពេញនេះហើយបាទតែពីយើងបានហើយយើងដាក់ថតរូបសិនបាទជាមួយបងចុងផៅទាំងអស់បងវីលៀមក៏ចូលរួមដែរបាទ Master Chef ដល់ការទី3បាទនេះក៏ចាប់ដើមលើកឲ្យដូចនៅក្បាលកសែតនេះដើរបន្តគ្នាទៅទាំងជួបាទយកទៅដាក់ចែកជូនដល់ក្មេងៗហើយក៏អរគុណបងស្រីជំទាវអុកញ៉ាសុកស៊ីអូនមែនទែនហើយនឹងបងប្រុសអុកញ៉ាដែលគាត់អញ្ជើញចូលរួមក្នុងកម្មវិធីនេះបាទអ្នកឧបត្ថម្ភនិង sponsor ធំមែនទែនបាទហើយខាងហងដាម៉ូតូគាត់ជួយច្រើនមែនទែនបាទនេះក្មេងៗគាត់ក៏ចាប់ដើមហូបឆ្ងាញ់មែនទែនបាទរៀបចំទឹកជ្រលក់រៀបចំស្លាប់មិនបាយឲ្យគាត់បើខ្វះថែមទៀតបាទនិយាយរួមមកអេមហើយបាទឥឡូវក៏លោកគ្រូក៏បានផ្ដល់លិខិតថ្លែងអំណរគុណជូនខ្ញុំមួយបាទហើយនឹងដល់សមាគមមេតានិងផ្ទះបាយមេតាហើយជូនដល់លោកអុកញ៉ាបាទបងប្អូនទាំងអស់គ្នាហើយក៏នេះម្នាក់មួយបាទដើម្បីថ្លែងអំណរអគុណបាទទៅបញ្ចប់កម្មវិធីហើយបងប្រុសអុកញ៉ាក៏អញ្ជើញទីមចុងផៅនឹងលោកគ្រូអ្នកគ្រូទាំងអស់ចូលទៅហូបបាយនៅផ្ទះរបស់មិត្តភក្តិរបស់គាត់បាទហើយឥឡូវនេះក៏ចាប់ផ្ដើមឲ្យលោកគ្រូអ្នកគ្រូរឹមដណ្ដើមតូបដើម្បីយករង្វាន់បាទបងប្អូនบังจอบจนแจ้งเธอจริงจังเธอทุกเธอสังคำย่อยำคำซ้ำหลังเธอดำไรดังหังเธอได้